បើកតែក្របឆ្នាំងឡើងឈ្ងុយឈួលអស់ពេញភពវីដេអូនេះតពីម្សិលមិញបងប្អូនព្រោះម្សិលមិញដួសស្លតបានហូបចែកបងប្អូនមើលអញ្ចឹងណាតោះបងប្អូនខ្ញុំធ្វើតែម្ហូបអត់ដែលបានញ៉ាំដល់ពេលអញ្ចឹងឥឡូវមកញ៉ាំឲ្យបងប្អូនឃើញម្ដងតើស្នាដៃចៃសុខីនឹងឆ្ងាញ់ប៉ុណ្ណាឲ្យបងប្អូនលេបទឹកមាត់ម្ដងមើលមានអីទេបងប្អូនអើយស្រែតែឆ្ងាញ់នឹងហើយបងប្អូនឆ្អិនហើយក៏ដួសចែកកូនចែកចៅញ៉ាំតែបងប្អូនអើយក៏មើលកូនស្រីខ្ញុំមកទៅឃើញកាមេរ៉ាបានទេមើងអើយមើលព្រោះបើខ្ញុំវិញចាំយូរបានទេបងប្អូនអើយទៅស្លក្តៅឆ្អិនចេះនិយាយពីថាហេវអើយហេវមនុស្សចូលចិត្តហូបបងប្អូនដល់ពេលអញ្ចឹងស្លមើលស្លបាយទាំងចានបងប្អូនបន្តិចថាខ្ញុំដួសសណ្ដែងអីអត់សណ្ដែងណាបងប្អូនបាយមួយចានស្លមួយចានហ្នឹងដាច់ប៉ិតឥឡូវរៀងសម្រក់ផងបងប្អូនបើកាលមុនខ្ញុំហូបច្រើនណាឥឡូវតែខ្ញុំសម្រក់ខ្លះអីចឹងមិនមែនសម្រក់អីទេបងប្អូនព្រោះយើងហូបច្រើនពេកទៅខ្លាចខ្លួនឯងតាឃើញអីក៏ឃ្លានមកហូបអីក៏ឃ្លានក៏ហូបកើតដែរបងប្អូនអត់ចេះទាល់ហ្មងខ្ញុំដល់ពេលអញ្ចឹងទៅចង់ខ្លាចខ្លួនឯងថ្ងៃណាមកហូបរៀងឆ្ងាញ់យើងថែមគ្រឿងរៀងត្រូវបងប្អូននិយាយថាងាយបើកឆ្នាំងអូយខុសពីគេពីឯងមកខ្ញុំដល់ពេលអញ្ចឹងគីឡូទៅណាបងប្អូនហើយពោះហើមស្ទុលហើយគីឡូក៏ឡើងហ្នឹងហើយបងប្អូនកុំហូបច្រើនដូចខ្ញុំពេកឡើងគីឡូខ្លាំងឡើងគីឡូពេកពិបាកមើលខ្លួនឯងបងប្អូនស្លៀកអីទៅណាទៅណីក៏ពិបាកដែរកុំបដ ாய் ខ្លួនឲ្យហូបច្រើនពេកបងប្អូនខូចខ្លួនអស់ហើយមិនខូចខ្លួនធម្មតាបងប្អូនហើយយើងចំណាយលុយទិញម្ហូបក៏ច្រើនដែរព្រោះយើងហូបច្រើនម្នាក់ហូបតិចគេទិញមកបន្តិចគេស្លឆ្អែតដល់ពេលខ្ញុំនេះស្លម្ដងទាំងឆ្នាំងហើយក្បាលត្រីនឹង2គីឡូបងប្អូនហើយល្ហុងមួយប៉ុណ្ណាណីស្លមួយឆ្នាំងហ្នឹងខ្ញុំហូបដួសតែមួយចានហើយមិនសន្ទុះទីខ្ញុំដួសមួយចានទៀតសាកសម័យមើលបងប្អូនបើថាគេហូបតិចគេស្លតែកន្លះគីឡូឬ1គីឡូគេហូបបានដល់ពេលខ្ញុំ2គីឡូស្លមកពេលអីចឹងមិនមែនថាមនុស្សច្រើនបានស្លច្រើនទេមិនមនុស្សច្រើនទេគឺមនុស្សហូបច្រើនហូបច្រើនណាមិនមនុស្សហូបច្រើនណាហូបម្នាក់ឯងនឹងច្រើនដាក់សំឡេងស៊ីនឲ្យបងប្អូនស្ដាប់មើលបន្តិចថាញ៉ៃញ៉ៃប៉ុណ្ណាដូងមេដៃនៅសោះនៅ